កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជាជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសថៃក្រោមអធិបតីភាពរបស់លោក Donald Trump នៅពេលនេះគឺជាការបន្ថែមទៅលើអ្វីដែលយើងបានព្រមព្រៀងគ្នាមានរួចជាស្រេចទៅហើយគឺប័ណ្ណឈប់បាញ់ដែលបានឯកភាពគ្នាកាលពីយប់ថ្ងៃទី28ខែកក្កដាឆ្នាំ2025កន្លងទៅប៉ុន្តែដោយសារប័ណ្ណឈប់បាញ់ហ្នឹងវាមានលក្ខណៈផុយស្រួយហើយវារង្គោះរង្គើខ្លាំងមែនទែនហើយប័ណ្ណឈប់បាញ់ហ្នឹងទៀតសោតក៏ជាការផ្ដួចផ្ដើមគំនិតនឹងការចរចារវាងប្រធានាធិបតី Donald Trump ជាមួយនាយករដ្ឋមន្ត្រីកម្ពុជាជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសថៃហើយក៏បានផ្ទេរសិទ្ធឲ្យទៅនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោកអានវ៉ាអ៊ីប្រាហ៊ីមនឹងដើម្បីដឹកដៃប្រទេសដែលជាសមាជិកអាស៊ានទាំងពីរគឺកម្ពុជានិងថៃនឹងដើម្បីរកកលឹះណាមួយដើម្បីចរចាដើម្បីបង្កើតឡើងនៅប័ណ្ណឈប់បាញ់ដែរមែនទែនទៅប៉ុន្តែដោយសារវានៅមានភាពផុយស្រួយហើយវានៅដូចជាមានភាពរង្គោះរង្គើដោយសារតែការអនុវត្តមិនពេញលេញហើយការអនុវត្តមិនពេញលេញនេះយើងសុទ្ធតែបានដឹងបានឮបានឃើញទាំងអស់គ្នាហើយមិនមែនកម្ពុជាយើងមិនអនុវត្តនៅគេហៅថាប័ណ្ណឈប់បាញ់នឹងទេមែនទែនគឺយើងអនុវត្តណាស់ហើយយើងអត់ធ្មត់ណាស់យើងទ្រាំណាស់តម្រាំតែមកដល់ថ្ងៃ26ដែលយើងមានបន្ថែមនៅកិច្ចព្រមព្រៀងសន្តិភាពនៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ហើយនិងចំពោះមុខនាយករដ្ឋមន្ត្រីអានវ៉ាអ៊ីប្រាហ៊ីមរបស់ប្រទេសម៉ាឡេស៊ីអញ្ចឹងយើងឃើញថាប័ណ្ណឈប់បាញ់បានរំលងផុតទៅហើយឥឡូវយើងចូលមកដល់គេហៅថាកិច្ចព្រមព្រៀងសន្តិភាពឬក៏ Joint Declaration between Thailand and Cambodia អញ្ចឹងយើងឃើញថាតាំងពីការចាប់ផ្ដើមគឺជាប្រវត្តិសាស្ត្រមួយដែលកម្ពុជាយើងបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងប្រទេសថៃនៅចំពោះមុខប្រធានាធិបតីរបស់សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចហើយយើងឃើញទស្សនវិជ្ជានៃការរៀបចំនោះថ្មីត្បិតតែទស្សនវិជ្ជានេះគឺរៀបចំនៅលើទឹកដីនៃប្រទេសម៉ាឡេស៊ីប៉ុន្តែយើងឃើញថាទាំងវេទិកាទាំងពណ៌វេទិកាទាំង background ហើយទាំងអ្វីទាំងអស់សូម្បីតែ podium សម្រាប់ឡើងថ្លែងការណ៍មុនពេលចុះកិច្ចព្រមព្រៀងទាំងអស់ហើយកៅអីសម្រាប់អង្គុយមានថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង4ប្រទេសគឺមានប្រធានាធិបតី Trump មានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីមាននាយករដ្ឋមន្ត្រីថៃគឺត្រូវបានរៀបចំរួចជាស្រេចហើយដោយក្រុមពិធីការរបស់ប្រធានាធិបតីសេតវិមានរបស់អាមេរិកតែម្ដងអញ្ចឹងយើងឃើញថានៅក្នុងព្រឹត្តិការណ៍នេះវាគឺជាព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងប្រទេសម៉ាឡេស៊ីដែលក្នុងនាមអាស៊ានលើកនេះគឺប្រទេសម៉ាឡេស៊ីគឺជាប្រធានបន្តវេនក៏ប៉ុន្តែនៅក្នុងបន្ទប់នៃការរៀបចំកិច្ចចុះហត្ថលេខានេះគឺត្រូវបានរៀបចំដោយផ្ទាល់ក្រុមពិធីការរបស់លោក Donald Trump តែម្ដងក្នុងការរៀបចំកំណត់ថាតើអ្នកណាអង្គុយកន្លែងណាហើយអ្នកណាត្រូវឡើងនិយាយមុនអ្នកណាបាទយើងឃើញថាការចូលមកដំបូងភ្លាមហ្នឹងគឺថាពេលដែលចូលមកគឺលោក Trump បានបើកកម្មវិធីមុនគេតែម្ដងនៅក្នុងការបង្ហាញនៅចំណាប់អារម្មណ៍និងទស្សនៈទានរបស់លោកក្នុងការចូលរួមជាអធិបតីនៅក្នុងការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាហើយនិងថៃនេះហើយបន្ទាប់មកបានសារគាំទ្ររបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីហើយបន្ទាប់មកទៀតគឺសម្ដេចបវរធិបតីហ៊ុនម៉ាណែតលោកបានឡើងមានប្រសាសន៍មុននឹងនាយករដ្ឋមន្ត្រីថៃឡើងជាបន្ទាប់ហើយបានអញ្ជើញចូលមកកាន់ទីតាំងវិញដើម្បីរៀបចំចុះហត្ថលេខាហ្នឹងហើយយើងឃើញថាកៅអីគឺថារាប់ពីខាងឆ្វេងមកខាងស្ដាំគឺយើងឃើញថានាយករដ្ឋមន្ត្រីម៉ាឡេស៊ីនាយករដ្ឋមន្ត្រីថៃនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងប្រធានាធិបតីអាមេរិកលោក Donald Trump នេះគឺជាលំដាប់ដែលរៀបចំឡើងជាពិធីការរបស់សេតវិមានដែលបានរៀបចំពីព្រោះក្នុងពេលហ្នឹងយើងឃើញថានាយកពិធីការរបស់សេតវិមានគឺមករៀបចំផ្ទាល់តែម្ដងទី1ទី2យើងឃើញDeputy Chief of Staff របស់សេតវិមានក៏មកមើលការខុសត្រូវផ្ទាល់ដែរទី3យើងឃើញថាក្រោមការចូលរួមដោយផ្ទាល់មិនមែនត្រឹមតែប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ទេគឺ Cabinet របស់លោក Trump មានទាំងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio ក៏បានអញ្ជើញចូលរួមដែរអញ្ចឹងក្រៅពីហ្នឹងយើងមិនដឹងថាមានខាងណាទៀតទេព្រោះខាងមុខហ្នឹងគឺប្រកាសណាស់នឹងមានអ្នកចូលរួមច្រើនទាំងប្រតិភូកម្ពុជាទាំងប្រតិភូអាមេរិកទាំងប្រតិភូថៃនិងមានសារព័ត៌មានជាតិអន្តរជាតិច្រើនទៀតប៉ុន្តែគ្រាន់តែកាមេរ៉ានៅពេលហ្នឹងគឺបាញ់ឆ្ពោះទៅលើបេក្ខជនសំខាន់ទៅលើអ្នកដឹកនាំកម្ពុជាដែលគេហៅថាជា high level people នៅក្នុងកិច្ចព្រមព្រៀងនៅក្នុងការចុះហត្ថលេខានេះប៉ុន្តែយើងមានការកត់សម្គាល់ឃើញថានិយាយដដែលខ្ញុំសូមនិយាយដដែលខ្ញុំមិនមែនទៅសើមេដឹកនាំខ្ញុំទេតែខ្ញុំសូមនិយាយការពិតអំពីចរិតថ្លៃថ្នូររបស់មេដឹកនាំខ្ញុំបាទ
សម្ដេចមហាបវរធិបតីលោកអញ្ជើញចូលទៅអង្គុយកៅអីរួចឲ្យគាត់ឡើងមកថ្លែងសាររួចឲ្យបានចុះហត្ថលេខាខ្ញុំចាប់ផ្ដើមអំពីការចុះហត្ថលេខាតាមធម្មតាគឺមនុស្សមាន4នាក់ហើយពិធីសារនៃការចុះហត្ថលេខាគឺចុះទាំង4នាក់អញ្ចឹងគឺថាគេចុះឲ្យមានពិធីការរបស់សិទ្ធិវិមានគឺនៅខាងក្រោយ2នាក់នៅខាងក្រោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីម្នាក់ហើយនៅបន្ទាប់ក្បែរលោកប្រធានាធិបតីដូណាល់ត្រាំម្នាក់អញ្ចឹងកណ្ដាស់ពិធីសារទាំង4សំណុំហ្នឹងហៅជាសាមញ្ញគេហៅថាទាំង4សប៊ីហ្នឹងវាត្រូវរត់បង្វិលវាត្រូវរត់បង្វិលពីលោកដូណាល់ត្រាំទៅសម្ដេចធិបតីហើយបានសម្ដេចធិបតីបង្វិលទៅលោកនាយករដ្ឋមន្ត្រីអានូទីនលោកនាយករដ្ឋមន្ត្រីអានូទីនបង្វិលទៅលោកនាយករដ្ឋមន្ត្រីអានវ៉ាអ៊ីប្រាហ៊ីមហើយលោកនាយករដ្ឋមន្ត្រីអានវ៉ាអ៊ីប្រាហ៊ីមលើកមកបង្វិលពិធីការលើកបង្វិលជូនលោកដូណាល់ត្រាំវិញប៉ុន្តែនៅពេលដែលពិធីការមិនទាន់បានចាប់បង្វិលយើងឃើញនាយករដ្ឋមន្ត្រីថៃទាញសមីពីនាយករដ្ឋមន្ត្រីកម្ពុជាពីសម្ដេចធិបតីប៉ុន្តែឃើញសម្ដេចធិបតីលោកអង្គុយធម្មតាឲ្យលោកទប់ធម្មតាអញ្ចឹងតលតែពិធីការគេបង្វិលសំណុំឯកសារនឹងមកដល់លោកដូណាល់ត្រាំលោកដូណាល់ត្រាំ release បង្វិលឯកសារមកដល់សម្ដេចធិបតីបានសម្ដេចធិបតីបានបង្វិលបន្តទៅទៀតនេះគឺជាភាពចាស់ទុំហើយនឹងការបង្ហាញអំពីគេហៅថាវិជ្ជាជីវៈភាពជាអ្នកដឹកនាំនៅក្នុងពិធីធំពិធីការទូតប៉ុន្តែយើងមើលយើងមិនថាយើងរិះគន់ទេប៉ុន្តែយើងបងប្អូនអាចមើលរូបភាពឡើងវិញនៅក្នុងវីដេអូបាទនៅក្នុងវីដេអូឡើងវិញនេះយើងមើលទៅឃើញថាពេលដែលគាត់ចុះហត្ថលេខាព្រាមគឺមិនទាន់បានរៀបចំបង្វិលឯកសារផងគឺឃើញនាយករដ្ឋមន្ត្រីថៃគាត់ទាញគាត់កេះគាត់ទាញនាយករដ្ឋមន្ត្រីកម្ពុជាសម្រាប់ធិបតីនេះគឺថាឲ្យរុញអាក្រាស់នឹងគាត់ហើយគាត់បញ្ញាប់រុញអាក្រាស់ទៅនាយករដ្ឋមន្ត្រីអានវ៉ាអ៊ីប្រាហ៊ីមនេះគឺជាកាយវិការមួយដែលយើងធ្វើការអង្កេតមើលឃើញថានាយករដ្ឋមន្ត្រីថៃដូចជារបៀបដូចតក់កុហលរបៀបដូចជាมันមានភាពនឹងណរបៀបដូចជាมันមានទំនុកចិត្តខ្លួនឯងនៅក្នុងការអង្គុយចុះហត្ថលេខាជាមួយកម្ពុជាហើយដល់ពេលចប់ពិធីសាររវាងកម្ពុជាថៃក្រោមអធិបតីភាពនិងក្រោមសក្ខីភាពរបស់ប្រធានាធិបតីត្រាំហើយនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីយើងឃើញថាមានពិធីសារទ្វេភាគីនេះគឺថ្មីត្បិតតែយើងមិនដឹងខ្លឹមសារក៏ប៉ុន្តែវាគឺជាទ្វេភាគីរវាងកម្ពុជានិងអាមេរិកកម្ពុជាជាមួយនឹងថៃប៉ុន្តែយ៉ាងណាក៏ដោយគឺកៅអីរបស់កម្ពុជាបានអង្គុយចិត្តជាមួយនឹងប្រធានាធិបតីត្រាំរួចទៅហើយកៅអីរបស់ថៃគឺបានអង្គុយរំលងមួយកៅអីពីកម្ពុជាបានដល់ថៃអញ្ចឹងពិធីសារនេះគឺថាពេលគេដាក់ដំបូងមកគឺឃើញថាលោកដូណាល់ត្រាំនិងសម្ដេចធិបតីបានចុះហត្ថលេខាជាមួយគ្នាដើម្បីផ្ដោះប្ដូរការព្រមព្រៀងដែលក្រោយមកយើងដឹងថាពិធីសារនៃទ្វេភាគីនេះគឺពាក់ព័ន្ធទៅនឹងពុនបដិការដែលយើងធ្វើជាមួយអាមេរិកដែលអាមេរិកធ្វើជាមួយថៃអញ្ចឹងណាអញ្ចឹងយើងឃើញថាការសញ្ញេចុះហត្ថលេខាហ្នឹងបានរួចរាល់ដោះដូរហើយបានដល់អាមេរិកជាមួយនឹងថៃដល់ពេលដល់អាមេរិកជាមួយនឹងថៃនេះយើងឃើញកាយវិការជាក់ស្ដែងនេះនាយករដ្ឋមន្ត្រីថៃចាប់ផ្ដើមកុហកកាហាយទៅដល់ខ្យល់ទៀតដែរដោយសារគាត់មិនបានអង្គុយជិតប្រធានាធិបតីអាមេរិកបាទគាត់មិនបានអង្គុយជិតប្រធានាធិបតីអាមេរិកហើយតាមពិតពិធីសារនោះវានៅដដែលនៅក្នុងក្របខ័ណ្ឌការទូតបើសិនជាមានអ្នកណាម្នាក់នៅកណ្ដាលហើយយើងនៅសងខាងទៅចុះហត្ថលេខាជាមួយគ្នាទៅរងចាំពិធីការគេលើកបង្វិលឯកសារបាទលើកបង្វិលឯកសារមានន័យថានៅពេលដែលលោកត្រាំចុះហត្ថលេខាជាមួយកម្ពុជាហើយគឺថាមិនចាំបាច់មានបង្វិលទេព្រោះអង្គុយជាប់គ្នាអង្គុយជាប់នេះគឺថាគេលើកហុចទៅវិញទៅមកហើយចាប់ដៃបាទហើយបង្វិលគឺចប់ប៉ុន្តែដល់ពេលពិធីការត្រឹមត្រូវពេលដែលលោកត្រាំចុះហត្ថលេខាជាមួយអានូទីនដែលមានក្នុងការចុះហត្ថលេខានោះមានកម្ពុជានៅកណ្ដាលអញ្ចឹងមិនអាចដូរកៅអីបានទេបាទមិនអាចដូរកៅអីមិនអាចអន្ទះធ្វើរបៀបអញ្ចឹងបានទេប៉ុន្តែយ៉ាងណាក៏ដោយយើងឃើញថាភាពយោគយល់របស់សម្ដេចធិបតីទី1ទី2ដើម្បីអាចថានៅចំពោះមុខកាមេរ៉ាសារព័ត៌មានអន្តរជាតិបើថៃអត់ចេះពិធីការថៃអត់មានរបៀបវិជ្ជាជីវៈអញ្ចឹងឲ្យគេឃើញតែម្ដងណាបាទអញ្ចឹងគឺថាភាគីថៃគាត់អត់ព្រមអានូទីនអត់ព្រមអង្គុយនៅក្នុងកៅអីរបស់ខ្លួនដើម្បីរងចាំអ្នករៀបចំពិធីការនឹងគេលើកឯកសារបង្វិលមកដើម្បីដោះដូរទេអញ្ចឹងគាត់ដូរកៅអីមកតែម្ដងអញ្ចឹងយើងឃើញថានេះជាឲ្យដូរស្លាកឈ្មោះបាទដូរកៅអីឲ្យទាញស្លាកឈ្មោះយកមកដាក់ទៀតបាទអានេះខ្ញុំថាដោយសារកៅអីគាត់សុំដូរផ្លាកឈ្មោះគាត់អូសទាញខ្លួនឯងបានទង់ជាតិនៅខាងក្រោយបើគាត់អាចទៅដើរបង្វិលទាញទង់ជាតិយកមកដាក់នេះប្រហែលជាគាត់ទៅលើកទង់ជាតិថៃយកមកដាក់ទឹមឬពីក្រោយគាត់ទៀតបាទអាហ្នឹងគឺជាយើងមើលទៅគឺថាយើងឃើញពីតម្លៃពីតម្លៃនៃប្រមុខរដ្ឋាភិបាលរបស់យើងហើយនឹងពីតម្លៃនៃប្រមុខរដ្ឋាភិបាលថៃយើងមិនរិះគន់ទេប៉ុន្តែយើងសូមនិយាយការពិតតាមរយៈរូបភាពដែលយើងបានឃើញយើង
យើងសូមនិយាយការពិតឲ្យចំពោះអ្នកសិក្សារៀនសូត្រខាងការបរទេសហើយនឹងពិធីការអន្តរជាតិគេមើលគេយល់បាទគេមើលគេយល់ពីរបៀបរបបពីភាពត្រឹមត្រូវពីភាពនឹងថឹងហើយនឹងពីកាយវិការដែលមានតម្លៃនៅចំពោះមុខកាមេរ៉ាអន្តរជាតិនឹងនៅចំពោះមុខថ្នាក់ដឹកនាំធំអញ្ចឹងបានយើងឃើញថាពីលើដល់ក្រោមបាទពីលើដល់ក្រោមថ្នាក់ដឹកនាំថៃមិនថានាយករដ្ឋមន្ត្រីមិនថារដ្ឋមន្ត្រីការបរទេសមិនថាអ្នកនាំពាក្យមិនថាទូតនៅបរទេសអីទេគឺថាពាក់ព័ន្ធនឹងបញ្ហាទំនាស់កម្ពុជានេះគឺច្រើនថាក្បាលមីក្រូបើដដើមបានគឺដដើមតែម្ដងលើកលែងតែពេលវេលាក្នុងការនិយាយដោយសារពិធីការគឺកំណត់ថាប្រហែលនាទីបើសិនជាអាចកាត់ពេលវេលាកម្ពុជាដណ្ដើមនិយាយតែម្នាក់ឯងបានទៀតប្រហែលដណ្ដើមយកអស់បាទខ្ញុំចង់បញ្ជាក់ថាកិច្ចព្រមព្រៀងសន្តិភាពថ្ងៃនេះដែលយើងបានទទួលដល់បានមានវត្តមានរបស់លោកប្រធានាធិបតី Donald Trump មកជាអធិបតីភាពក្រោមការសម្របសម្រួលរបស់លោកនាយករដ្ឋមន្ត្រីអានវ៉ាអ៊ីប្រាហ៊ីមគឺកិច្ចព្រមព្រៀងសន្តិភាពនេះហើយគឺជាលទ្ធផលដែលកើតចេញអំពីនយោបាយនៃភាពអត់ធ្មត់គឺថាលទ្ធផលនៃការចេញពីភាពអត់ធ្មត់អត់ទ្រាំនៃនយោបាយស្ងាត់តែមិនដែលស្ងៀមរបស់រាជរដ្ឋាភិបាលកម្ពុជាពីព្រោះកន្លងមកគឺថាយើងទាំងអស់គ្នាប្រជាពលរដ្ឋតែងតែចោទសួរថាមិនក៏យើងស្ងាត់ម្លេះមិនក៏យើងទ្រាំម្លេះមិនក៏យើងអត់ធ្មត់ម្លេះអញ្ចឹងអាការដែលទ្រាំយើងអត់ធ្មត់យើងស្ងាត់កន្លងមកនេះគឺថាគឺដើម្បីអីគឺដើម្បីលទ្ធផលថ្ងៃហ្នឹងដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិមានវត្តមានរបស់ប្រធានាធិបតីនៃប្រទេសមហាអំណាចហើយសូមជម្រាបថាកិច្ចព្រមព្រៀងនេះមានវត្តមានជាងមើលនៅលើវេទិកាមានតែ4នាក់មែនមានលោក Donald Trump មានលោកអានវ៉ាអ៊ីប្រាហ៊ីមមានសម្ដេចបវរធិបតីហ៊ុនម៉ាណែតមានលោកអនុទាននាយករដ្ឋមន្ត្រីថៃក៏ប៉ុន្តែនៅចំពោះមុខនៃការចូលរួមគឺប្រតិភូពីវាយហៅសិទ្ធិវិមានប្រតិភូពីគណៈសមាជិករបស់អាស៊ាននិងសារព័ត៌មានអន្តរជាតិច្រើនណាស់ដែលផ្ដោតយកព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍សំខាន់ផ្ដិតយកទៅផ្សព្វផ្សាយអញ្ចឹងគឺកិច្ចព្រមព្រៀងនេះគឺជាសមិទ្ធផលដ៏សំខាន់ណាស់ដោយដែលសម្ដេចតេជោលោកបានរំលេចអំបញ្ញមិញថ្មីតាមเพจលោកថាជាការប្រមូលផលដើមរដូវនៃនយោបាយស្ងាត់តែមិនស្ងៀមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតហើយនេះគឺជាចម្លើយដែលឆ្លើយទៅប្រជាពលរដ្ឋកម្ពុជាថាសមិទ្ធផលដែលយើងបានថ្ងៃនេះគឺកើតចេញពីការអត់ធ្មត់ខ្ពស់ពីការទ្រាំរបស់យើងកន្លងមកហើយដែលទោះបីគេប្រមាថយើងឈឺចាប់យើងខឹងបណ្ណាក៏ដោយក៏ប៉ុន្តែយើងទ្រាំតតែមានលទ្ធផលមួយដូចថ្ងៃនេះអញ្ចឹងបាទសូមជម្រាបថាប្រជាជនកម្ពុជាគឺជាធាតុផ្សំមួយនៅក្នុងចំណោមធាតុផ្សំទាំង3នៃខឿនការពារជាតិគឺទី1រាជរដ្ឋាភិបាលទី2កងទ័ពទី3ប្រជាជនហើយតាំងពីដើមមកគឺថាតាំងពីមានទំនាស់បញ្ហាព្រំដែនជាមួយប្រទេសថៃនេះគឺថាប្រជាជនកម្ពុជាគាំទ្រពេញទំហឹងនៅគោលនយោបាយការពារជាតិរបស់រដ្ឋាភិបាលនៅការលះបង់ពលិកម្មរបស់កងទ័ពនៅសមរភូមិមុខអញ្ចឹងគឺថាថ្មីបាត់ទៅកន្លងមកប្រជាជនកម្ពុជាមានចិត្តខឹងប៉ុន្តែខឹងមិនមែនខឹងរដ្ឋាភិបាលកម្ពុជាទេគឺខឹងនឹងអំពើឈ្លានពានរបស់ភាគីថៃដែលកើនតែធ្វើមកលើទឹកដីនឹងប្រទេសកម្ពុជានិងប្រជាជនកម្ពុជាតែគឺថាប្រជាជនកម្ពុជានៅតែអត់ធ្មត់ជាមួយនឹងរដ្ឋាភិបាលប៉ុន្តែគ្រាន់តែថាការអត់ធ្មត់កន្លងមកគឺរំពឹងចាំលទ្ធផលដល់លទ្ធផលវាយ៉ាងម៉េចអញ្ចឹងលទ្ធផលថ្ងៃនេះគឺជាលទ្ធផលវិជ្ជមានគឺជាលទ្ធផលដ៏អស្ចារ្យគឺជាលទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញទៅប្រជាជនកម្ពុជាថាទំនុកចិត្តនៃការចូលរួមអត់ធ្មត់អត់ទ្រាំជាមួយរដ្ឋាភិបាលគឺវាបានសមិទ្ធផលបែបហ្នឹងអញ្ចឹងហើយបានជាថ្ងៃនេះឃើញថាតាមបណ្ដាញសង្គម Facebook តាមមូលដ្ឋានតាមទីកន្លែងទាំងអស់នៅក្នុងទូទាំងប្រទេសកម្ពុជាគឺយើងបានចូលរួមអបអរសាទរទាំងអស់គ្នានៅអ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំរបស់យើងដើម្បីនាំយកមកនៅសន្តិភាពមួយសម្រាប់ការដោះស្រាយរវាងវិបត្តិព្រំដែនកម្ពុជាហើយនេះគឺជាគំរូដ៏ល្អគឺជាចំណាប្រវត្តិសាស្ត្រមួយថ្មីទៀតបន្ថែមទៅលើអ្វីដែលជាមរតកនយោបាយរបស់សម្ដេចតេជោគឺសម្ដេចតេជោលោកបាននាំមកនៅសន្តិភាពការឯកភាពជាតិផ្ទៃក្នុងរបស់ប្រជាជនកម្ពុជានាំឲ្យមានសុខដុមនីយកម្មប្រជាជនមានការអភិវឌ្ឍជាង26ឆ្នាំថ្ងៃនេះសម្ដេចធិបតីបានបន្តនៅស្មារតីនេះនាំយកមកមានការឯកភាពនិងកិច្ចព្រមព្រៀងសន្តិភាពរវាងចំនួនតំបន់ជាមួយនឹងប្រទេសថៃកម្ពុជានិងថៃហើយដែលការសង្កត់បញ្ជាក់របស់លោកប្រធានាធិបតី Donald Trump ក៏ដូចជាលោកអានវ៉ាអ៊ីប្រាហ៊ីមគឺថាលោកសាទរលោកអបអរសាទរមែនទែនគឺដែលកម្ពុជានិងថៃបានព្រមព្រៀងគ្នាចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពថ្ងៃនេះដែលលោក Donald Trump បញ្ជាក់ថាពេលនេះហើយសតវត្សនេះហើយមិនគួរណា
ឆ្លោះគ្នាយកសង្គ្រាមយកមកទុកជាឧបសគ្គទេគូនាំគ្នាគិតពីរឿងសេដ្ឋកិច្ចនាំគ្នាគិតពីរឿងការអភិវឌ្ឍប្រទេសគិតពីរឿងពាណិជ្ជកម្មអីចឹងតានេះគឺជាយោបល់របស់លោកដូណាល់ត្រាំហើយលោកអានវ៉ាអ៊ីប្រាហ៊ីមក៏លោកបានអរគុណចំពោះឆន្ទៈថ្នាក់ដឹកនាំរបស់កម្ពុជាមានសម្ដេចធិបតីនិងនាយករដ្ឋមន្ត្រីថៃដែលបានព្រមព្រៀងតាមការរៀបចំរបស់ប្រធានអាស៊ានដើម្បីនឹងចូលរួមចុះកិច្ចព្រមព្រៀងថ្ងៃនេះអញ្ចឹងសមិទ្ធផលថ្ងៃនេះចំពោះខ្លួនខ្ញុំផ្ទាល់ក៏មានការរំភើបដែរចំពោះអ្វីដែលយើងបានធ្វើនឹងបានចូលរួមកន្លងមកមែនតើទៅចង់បញ្ជាក់អារម្មណ៍ខ្លួនឯងថាពីមុនមកក៏ខឹងនឹងឈឺចាប់នឹងការឈ្លានពានរបស់គេវាគេប្រមាថគេមើលងាយគ្រប់សពបែបយ៉ាងប៉ុន្តែយ៉ាងណាក៏ដោយគឺតាំងចិត្តថាយើងជឿជាក់លើរដ្ឋាភិបាលហើយយើងជឿជាក់ថានយោបាយការបរទេសគឺជានយោបាយមួយដ៏រឹងដែលឈ្នះហើយគឺមានភាពរឹងមាំមិនមែនជានយោបាយលេងថេងទេពីព្រោះយើងមើលប្រវត្តិថយក្រោយរបស់យើងតាំងពីសម័យសង្គមរាស្ត្រនិយមដឹកនាំដោយសម្ដេចព្រះបកូណាព្រះបរមរតនកោដ្ឋគឺថាតុលាការឡាអេដែលបានឈ្នះក្តីរឿងប្រាសាទព្រះវិហារគឺជាសាលក្រមដ៏រឹងសម្រាប់ការពារប្រាសាទព្រះវិហាររបស់យើងមកដល់ឆ្នាំ2008 2011ការបកស្រាយសាលក្រមឡាអេក៏ជាការឈ្នះដ៏រឹងមាំរបស់កម្ពុជាអញ្ចឹងគឺយើងមានបទពិសោធន៍រួចហើយនៅក្នុងការយកច្បាប់អន្តរជាតិយកនយោបាយអន្តរជាតិដើម្បីការពារអធិបតេយ្យភាពកម្ពុជាឲ្យគេចផុតពីការឈ្លានពានអញ្ចឹងថ្ងៃនេះគឺអន្តរជាតិបានបើកទំព័រថ្មីមួយទទួលស្គាល់ថាកម្ពុជានិងថៃបានព្រមព្រៀងនេះហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយបន្ថែមទៅលើបាត់ឈប់បាញ់កន្លងមកដែលវាមានភាពផុយស្រួយដែលវាមានភាពរង្គោះរង្គើហើយវត្តមានលោកដូណាល់ត្រាំមកអង្គុយជាមួយលោកអានវ៉ាអ៊ីប្រាហ៊ីមនៅក្នុងការចុះពិធីសារកិច្ចព្រមព្រៀងសន្តិភាពថ្ងៃនេះគឺថាបន្ថែមទៅលើអ្វីដែលបាត់ឈប់បាញ់បានកន្លងបានធ្វើកន្លងមកហើយប៉ុន្តែវាមិនបានជោគជ័យ 100% អញ្ចឹងវត្តមាននេះគឺការបន្ថែមទម្ងន់មួយថែមទៀតឲ្យភាគីទាំងសងខាងគឺត្រូវតែគោរពឲ្យបានហើយដើម្បីបញ្ចប់ឲ្យបានស្វែងរកព្រំដែនជាលក្ខណៈអន្តរជាតិមួយបោះបង្គោលព្រំដែនទទួលស្គាល់សងខាងកុំឲ្យបន្តវិបត្តិនេះទៅអ្នកចំនួនក្រោយតទៅទៀតទូរទស្សនិកជនហើយសម្រាប់យុវជននិងបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ដែលបានឈឺចាប់ដោយសារតែការឈ្លានពានពីភាគីថៃកន្លងមកនោះកាលពីថ្ងៃម្សិលមិញហ្នឹងក៏សម្ដែងនៅអារម្មណ៍រីករាយផងដែរបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីកម្ពុជានិងថៃគឺបានចុះហត្ថលេខារួចរាល់ក្រោមសាក្សីពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំហើយពួកគាត់ក៏សង្ឃឹមថាថៃនឹងអនុវត្តឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនជាពិសេសការដកកងទ័ពនិងការដោះលែងវីរៈកងទ័ពខ្មែរដែលខ្លួនបានចាប់ទៅដោយខុសច្បាប់នោះប្រជាពលរដ្ឋបានបញ្ជាក់ថាទង្វើឈ្លានពានរបស់ភាគីថៃដែលបានប្រព្រឹត្តមកលើកម្ពុជានៅពេលកន្លងមកធ្វើឲ្យពួកគាត់ពិសេសពលរដ្ឋនៅតាមព្រំដែនគឺឈឺចាប់ខ្លាំងប៉ុន្តែឥឡូវនេះម្សិលមិញគឺចាប់ពីថ្ងៃម្សិលមិញទៅគឺពួកគាត់បានធូរស្បើយស្រាលខ្លួនមកវិញហើយដោយសារតែកិច្ចព្រមព្រៀងសន្តិភាពហើយសង្ឃឹមថាថៃនឹងអនុវត្តហើយពួកគាត់ក៏អរគុណដល់ប្រទេសជាមិត្តអន្តរជាតិទាំងអស់ពិសេសអរគុណដល់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងលោកនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីដែលខិតខំប្រឹងប្រែងជួយដល់កម្ពុជាហើយក៏សូមកោតសរសើរដែរចំពោះភាពអត់ធ្មត់របស់ថ្នាក់ដឹកនាំរបស់យើងព្រោះបើគ្មានការអត់ធ្មត់និងការប្រឹងប្រែងរបស់កម្ពុជាយើងទេក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពនេះដែរចុះបន្ទាប់ពីខ្ញុំបានដឹងថាឥឡូវនេះសម្ដេចប្រមុខរដ្ឋាភិបាលរបស់យើងបានចុះហត្ថលេខាជាមួយប្រទេសថៃនៅប្រទេសម៉ាឡេស៊ីអញ្ចឹងក្នុងនាមខ្ញុំជាពលរដ្ឋក៏ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយសប្បាយចិត្តក្រៃលែងតែម្ដងពីព្រោះហ្នឹងគឺជាអ្វីដែលយើងប្រាថ្នាតាំងពីដើមមកគឺយើងចង់ឲ្យប្រទេសយើងមានសន្តិភាពគឺយើងអត់ចង់ឲ្យមានសង្គ្រាមទេគឺយើងចង់ឲ្យប្រទេសជាតិយើងសុខសប្បាយអញ្ចឹងណាបងចាអញ្ចឹងសម្រាប់ខ្ញុំសូមកោតសរសើរដល់ក្រៃលែងចំពោះប្រមុខរដ្ឋាភិបាលរបស់យើងដែលលោកខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការប្រយុទ្ធប្រឆាំងអត់ធ្មត់ក្នុងការរិះរកមធ្យោបាយវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីសង្គ្រោះប្រជាពលរដ្ឋក៏ដូចជាទាហានជួរមកទប់ស្កាត់កុំឲ្យមានសង្គ្រាមការទម្លាក់គ្រាប់អីផ្សេងចាជាក់ស្ដែងថ្ងៃនេះលទ្ធផលទទួលបានគឺដូចអ្វីដែលខ្ញុំតែងតែប្រាថ្នាហើយចង់បានហើយចង់ឲ្យមានសន្តិភាពសម្រាប់ប្រទេសយើងម្ដងហើយម្ដងទៀតហើយជារៀងរហូតសន្តិភាពគឺមានសារៈសំខាន់មែនទែនពីព្រោះពាក្យថាសន្តិភាពមួយម៉ាត់ធ្វើឲ្យយើងមានភាពសប្បាយសប្បាយសេដ្ឋកិច្ចក៏ល្អជីវភាពប្រជាជនក៏ល្អប្រទេសយើងនឹងមានភាពរីកចម្រើនពីមួយចំនួនទៅមួយចំនួនហើយការអប់រំការសិក្សារបស់ក្មេងៗអីផ្សេងៗគឺពិតជាសំខាន់មែនតើចាហើយក្នុងឱកាសនេះដែរខ្ញុំក៏សូមអរគុណដល់លោកដូណាល់ត្រាំហើយនិងប្រទេសម៉ាឡេស៊ីដែលលោកយល់ពីតម្លៃនៃសន្តិភាពហើយព្យាយាមជួយជ្រោមជ្រែងធ្វើឲ្យប្រទេសរបស់យើងពិតជាទទួលបានសន្តិភាពហ្នឹងមួយជាក់លាក់អញ្ចឹងពីខ្ញុំចង់សូមឲ្យប្រទេសថៃក៏ធ្វើដូចគ្នាគឺមានទំនួលខុសត្រូវអនុវត្តកិច្ចព្រមព្រៀងហ្នឹងយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់ចាជាពិសេសគឺសូមឲ្យគាត់
គាត់ដោះលែងនៅកងទ័ពរបស់យើងទាំងអស់ដែលបានគាត់ចាប់ទៅត្រឡប់មកវិញដោយសុខសប្បាយទាំងអស់គ្នាហើយចុះកិច្ចព្រមព្រៀងសន្តិភាពខ្ញុំមានអារម្មណ៍សប្បាយចិត្តហើយខ្ញុំអរគុណលោកដូណាល់ត្រាំដែលមករកសន្តិភាពឲ្យប្រជាពលរដ្ឋខ្មែរយើងខ្ញុំសប្បាយចិត្តជាពិសេសខ្ញុំសូមសរសើររាជរដ្ឋាភិបាលដែលគាត់ព្យាយាមអត់ធ្មត់រហូតមកដល់ថ្ងៃហ្នឹងដែលចុះកិច្ចព្រមព្រៀងសន្តិភាពចាខ្ញុំសង្ឃឹមថាប្រទេសថៃនឹងអនុវត្តតាមកិច្ចព្រមព្រៀងឲ្យបានត្រឹមត្រូវជាពិសេសដោះកងទ័ព18នាក់ហើយនឹងបកគលទឹកដីខ្មែរមកឲ្យប្រជាជនយើងវិញចាក្នុងនាមខ្ញុំជាពលរដ្ឋស្រឡាញ់សន្តិភាពខ្ញុំសូមអរគុណនាយករដ្ឋមន្ត្រីម៉ាណេស៊ីហើយនិងដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីកម្ពុជាដែលរកសន្តិភាពឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាបាទសង្ឃឹមថាប្រទេសថៃនឹងដោះលែងកងទ័ពខ្មែរ18រូបមកជូនខ្មែរវិញពិសេសដកទ័ពនិងបលាលួសចេញពីព្រំដែនខ្មែរទាំងអស់ខ្ញុំសប្បាយចិត្តណាស់ក្នុងខ្ញុំសប្បាយចិត្តរូបរាងខ្ញុំសប្បាយចិត្តណាស់ឲ្យតែបានសន្តិភាពចាឲ្យសន្តិភាពឡើងវិញសូមក្តីសុខក្តីចម្រើនដាច់ចូលហ៊ុនសែនហើយនិងហ៊ុនម៉ាណែតជួយប្រជាជនយើងចាខ្ញុំអរគុណលោកត្រាំសូមក្តីសុខក្តីចម្រើនបានឲ្យអាយុវែងចាប់ពីថ្ងៃហ្នឹងតទៅឲ្យទឹកដីខ្មែរយើងសន្តិភាពវិញសាធុចាចំណែកឯក្រុមយុវជនដែលធ្លាប់ឈឺចាប់នៅទង្វើឈ្លានពានរបស់ថៃក៏បានសម្ដែងការត្រេកអរសប្បាយរីករាយនិងមានអារម្មណ៍ធូរស្រាលឡើងវិញក្រោយពីប្រទេសកម្ពុជាថៃបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាខណៈដែលកម្ពុជាត្រូវតែសន្តិភាពត្រូវការសន្តិភាពនិងការអភិវឌ្ឍហើយពួកគាត់សង្ឃឹមថាបន្ទាប់ពីមានកិច្ចព្រមព្រៀងនេះទៅភាគីថៃនឹងយកទៅអនុវត្តបានខ្ជាប់ខ្ជួនពិសេសកងទ័ពនិងការដោះលែងវីរៈកងទ័ពខ្មែរដែលខ្លួនចាប់ទៅឲ្យមានសេរីភាពវិញហើយនឹងត្រូវបញ្ចប់ការឈ្លានពានកម្ពុជាតទៅទៀតខ្ញុំបានក្នុងនាមយុវជនម្នាក់មានអារម្មណ៍ថាសប្បាយចិត្តដែលឃើញមានកិច្ចព្រមព្រៀងចុះសន្តិភាពរបស់យើងនៅខាងម៉ាឡេស៊ីព្រោះសន្តិភាពវានាំមកនៅភាពសន្តិភាពសុខដុមរមណីសប្បាយរីករាយនិងនាំមកនៅភាពរីកចម្រើនទៅថ្ងៃអនាគតហើយខ្ញុំជាយុវជនក៏ខ្ញុំមានឱកាសក្នុងការរៀនសូត្រសិក្សាស្វែងយល់ដើម្បីមានបញ្ញាយល់ដឹងទៅថ្ងៃអនាគតហើយនឹងសប្បាយចិត្តដែលរដ្ឋាភិបាលរបស់យើងជ្រោមជ្រែងរហូតដល់មានថ្ងៃមានសន្តិភាពហើយនឹងអរគុណទៅដល់លោកដូណាល់ត្រាំដែលជួយឲ្យកម្ពុជាមានសន្តិភាពបើបានឮព័ត៌មានដំណឹងបែបហ្នឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋផ្ទាល់ពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយដែលប្រទេសទាំងពីរមានសន្តិភាពសហការគ្នាត្រឡប់មកវិញខ្ញុំសូមកាត់សរសើរដល់រាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាយើងដែលគាត់ខិតខំប្រឹងប្រែងតស៊ូរហូតដល់ប្រទេសទាំងពីរហ្នឹងមានសន្តិភាពឡើងវិញហើយក៏អរគុណដល់លោកដូណាល់ត្រាំដែលគាត់បានជួយជ្រោមជ្រែងនៅពីក្រោយខ្នងខ្ញុំសង្ឃឹមថាប្រទេសថៃនឹងយល់ព្រមក្នុងការដោះលែងដែលគាត់បានចាប់យកទៅ8-10នាក់ហ្នឹងដោះលែងឲ្យមានសេរីភាពត្រឡប់មកវិញហើយក៏ដកទ័ពដើម្បីឲ្យប្រទេសទាំងពីរហ្នឹងមានសន្តិភាពត្រឡប់មកវិញដូចគ្នាដែរខ្ញុំមានអារម្មណ៍អីទេមកគាត់ថាចង់ឲ្យប្រទេសថៃនិងប្រទេសខ្មែរយើងហ្នឹងមានការរួបរวมសាមគ្គីគ្នាត្រូវរើគ្នាវិញកុំឲ្យមានសង្គ្រាមកើតឡើងរឿងទឹកដីនិងប្រទេសជិតខាងអញ្ចឹងខ្ញុំសប្បាយចិត្តបងព្រួយបានសន្តិភាពមកវិញហើយក៏អរគុណប្រធានាធិបតីដូណាល់ត្រាំដែលបានជួយប្រជាពលរដ្ឋខ្មែរដោះស្រាយឲ្យមានសន្តិភាពមកវិញខ្ញុំនឹងសង្ឃឹមថាប្រទេសថៃគេនឹងអនុវត្តធ្វើតាមគោលការណ៍កិច្ចព្រមព្រៀងណាឲ្យដោះលែងកងទ័ពប្រជាពលរដ្ឋខ្មែរយើងទាំង18នាក់នឹងមកវិញសូមឲ្យមានសន្តិភាពទាំងអស់គ្នាវិញចាប្រិមត្តទូរទស្សនិកជននេះគឺជាទស្សនៈនិងភាពរីករាយរបស់បងប្អូនប្រជាពលរដ្ឋដែលបានលើកឡើងទាំងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងបងប្អូនប្រជាពលរដ្ឋដែលបម្រើការងារនៅតាមស្ថាប័នផ្សេងទាំងយុវជនសិស្សនិងនិស្សិតរួមជាមួយនឹងប្រជាពលរដ្ឋនៅតាមបន្តព្រំដែនប្រជាពលរដ្ឋជនភៀសសឹកក៏បានសម្ដែងអារម្មណ៍នៅរីករាយផងដែរនិងមោទនភាពខ្លាំងមែនទែនសម្រាប់ប្រទេសកម្ពុជាដែលមានឋានៈដឹកនាំមានភាពវ័យក្មេងអត់ធ្មត់ខ្ពស់ចាស្ងាត់តែសម្ដេចមិនស្ងៀមមែនចាមិនស្ងៀមទេរហូតទទួលបាននៅកិច្ចព្រមព្រៀងសន្តិភាពចារវាងភាគីថៃនិងកម្ពុជាដែលបានធ្វើឡើងកាលពីថ្ងៃម្សិលមិញហើយជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាផងដែរដែលលោកដូណាល់ត្រាំនោះលោកបាន
មកធ្វើជាសាក់សីនៅក្នុងកិច្ចព្រមព្រៀងនេះដែលធ្វើឲ្យអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់គ្រប់ស្ថាប័នទាំងអស់គឺមានអារម្មណ៍ថាយើងនិយាយថាការពីមុនយើងតង់ទ្រូងខ្លាំងមែនតើប៉ុន្តែដល់ពេលកិច្ចព្រមព្រៀងចុះហត្ថលេខារួចគឺថាអារម្មណ៍ទាំងអស់នេះគឺថាធូរស្រាលស្បើយអស់ភាពមន្ទិលសង្ស័យនិងកង្វល់ការព្រួយបារម្ភចារបស់កម្ពុជាទៀតហើយសង្ឃឹមថាកិច្ចព្រមព្រៀងសន្តិភាពនេះខាងថៃគឺมันមានការកលិចកលាច់នោះទេឬក៏มันមានការបំពេញមកលើកម្ពុជានោះទេព្រោះថាម្សិលមិញនេះគឺចុះហត្ថលេខាហើយបើនិយាយអំពីទឹកមុខគឺសិតតែបង្ហាញអំពីស្នាមញញឹមរៀងខ្លួនចាបាទជាប្រវត្តិកាន់តែសប្បាយពេលឃើញរូបភាពអញ្ចឹងបាទគឺស្និទ្ធណាស់បាទរបស់ថ្នាក់ដឹកនាំកម្ពុជានិងមេដឹកនាំគេថាប្រទេសមហាអំណាចលោកដូណាល់ត្រាំសម្ដេចធិបតីគេថាស្ងាត់មែនតែអត់ស្ងៀមទេសូម្បីតែទៅអង្គុយដល់ក្បែរនោះគេថាមានការសន្ទនាគ្នាបាទមានការសន្ទនាគ្នាហើយមានបងប្អូនជាច្រើនដែលខ្ញុំឃើញគាត់បាទតាមដានតាំងពីកាយវិការរបស់មេដឹកនាំសហរដ្ឋអាមេរិកជាមួយថ្នាក់ដឹកនាំកម្ពុជាដែលសម្ដេចធិបតីលោកខិតខំប្រឹងប្រែងណាស់លោកអត់នៅស្ងៀមមែនបាទលោកស្ងាត់តែនៅស្ងៀមមែនលោកជជែកហើយសំបីតែលិខិតបាទសម្បត្តិមួយដែលសម្ដេចប្រគល់ទៅឲ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិកក៏មានបងប្អូនយើងឆ្ងល់ច្រើនដែរមិនដឹងថាជាសម្បត្តិដែលមានខ្លឹមសារចង់បង្ហាញពីអ្វីបន្ថែមទៀតហើយកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចបាទមហាបវរធិបតីនាយករដ្ឋមន្ត្រីបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាពេញចិត្តចា៎បាទហើយមានមោទនភាពបាទមានមោទនភាពហើយកាយវិការយើងឃើញមិនមែនជារឿងសាមញ្ញទេដែលថ្នាក់ដឹកនាំសហរដ្ឋអាមេរិកលោកចាប់អារម្មណ៍ការជជែកបង្ហាញភាពស្និទ្ធស្នាលមានន័យថាការយកចិត្តទុកដាក់បាទមកលើសម្ដេចធិបតីបាទនាយករដ្ឋមន្ត្រីរបស់កម្ពុជាហើយយើងឃើញបង្ហាញអំពីភាពបាទចាស់ទុំលើផ្នែកនយោបាយចំហច្បាស់លាស់បាទគេថាមើងម៉ាត់ច្បាស់លាស់បាទស្ងៀមតែបាទមិនស្ងាត់ទេខិតខំតាមយន្តការការទូតខិតខំតាមយន្តការផ្លូវច្បាប់បាទរហូតដល់យើងឃើញថាមានសាក្សីគឺប្រទេសមហាអំណាចមិនមែនត្រឹមតែប្រធានអាស៊ានទេសាក្សីលើកិច្ចព្រមព្រៀងសន្តិភាពមិនមែនត្រឹមតែមានសមាជិករបស់អាស៊ានបាទទាំង11ដែលមកសមិញគេថាទីម៉ូឡេស្តេក៏ចូលជាសមាជិកពេញសិទ្ធដែរគឺមានទាំងមេដឹកនាំបាទសហរដ្ឋអាមេរិកបាទមេដឹកនាំសហរដ្ឋអាមេរិកដែលបានធ្វើដំណើរមកផ្ទាល់ហើយពិធីសំខាន់គឺជាសាក្សីបាទចូលរួមនៅក្នុងកិច្ចបាទព្រមព្រៀងសន្តិភាពកម្ពុជាថៃនឹងតែម្ដងចឹងនេះបង្ហាញឲ្យឃើញអំពីការចាប់អារម្មណ៍ខ្លាំងណាស់របស់ប្រទេសមហាអំណាចបាទពិភពលោកសហរដ្ឋអាមេរិកដោយកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចមហាបវរធិបតីបាទដែលលោកបានខិតខំប្រឹងប្រែងនៅក្នុងការបាទគេថាវោហារស័ព្ទដែលទៅកាន់មេដឹកនាំសហរដ្ឋអាមេរិកឲ្យគេចាប់អារម្មណ៍គេមកជួយយើងហើយពីអំណះនេះតទៅយើងក៏សង្ឃឹមនឹងជឿជាក់ថាវិនិយោគទុនកាន់តែច្រើនឡើងថែមទៀតបាទមកបណ្ដាក់ទុនរកស៊ីនៅស្រុកនៅប្រទេសរបស់យើងហេតុអ្វីដែលគេជឿជាក់លើសមត្ថភាពរបស់មេដឹកនាំរបស់យើងដែលមើងម៉ាត់ច្បាស់លាស់ហើយគេថាប្រកាសបាទប្រកាសជាប្រកាសភាពប្រកាសនិយមសំបីតែមេដឹកនាំកម្ពុជាសហរដ្ឋអាមេរិកជាគេថាមហាសេដ្ឋីនៅលើពិភពលោកហើយជាមេដឹកនាំប្រទេសមហាអំណាចទី1បាទនៅលើពិភពលោកគឺចាប់អារម្មណ៍ចំពោះសមត្ថភាពនឹងការដឹកនាំបាទរបស់សម្ដេចបាទមហាបវរធិបតីបាទនៅយប់មិញនេះបាទកម្ពុជាក៏បានចាប់ផ្ដើមកែសម្រួលយុទ្ធោពករណ៍និងអាវុធធុនធ្ងន់បាទក្រោមការក្នុងនោះដែរគឺក៏មានការចូលរួមពីអ្នកសង្កេតការអាស៊ានបាទ AOT ក៏បានចូលរួមដែរបាទនោះក៏បង្ហាញឲ្យឃើញអំពីការអនុវត្តបាទយ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចាប់ផ្ដើមកែសម្រួលយុទ្ធោពករណ៍និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហានទី1បាទជានិមិត្តរូបរបស់កងទ័ពកម្ពុជាបាទនឹងថៃក្រោយពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃបានធ្វើឡើងចឹងកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនហើយជាមួយគ្នានោះបាទក្រុមអ្នកសង្កេតការអាស៊ាន AOT ក៏បានចុះសង្កេតការផ្ទាល់ផងដែរបាទនៅយប់ថ្ងៃទី26ខែតុលា2025បាទនៅយប់មិញនេះតែម្ដងបាទនៅយប់មិញនេះតែម្ដងដោយបងប្អូនបានជ្រាបនៅការផ្សាយផ្ទាល់របស់ BTV យប់មិញនេះបាទដែលបានបង្ហាញអំពីសកម្មភាពនៃការកែសម្រួលបាទនៅយុទ្ធោពករណ៍ធុនហៅថាប្រភេទធុនធ្ងន់ហើយនៅក្នុងនោះបើតាមអ្វីដែលសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិរបស់អ្នកនាំពាក្យក្រសួងការពារជាតិបាទក៏បានបង្ហាញជូនទៅដល់សាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិដែរគឺក្នុងន័យបង្ហាញអំពីកាយវិការនិងឆន្ទៈបាទបង្ហាញអំពីកាយវិការសុឆន្ទៈនិងការបញ្ជាក់អំពីការតាំងចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា
ក្នុងការអនុវត្តនៅសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពូស្ដីអំពីសន្តិភាពរវាងកម្ពុជានិងថៃដែលមានវត្តមានរបស់អាដាមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងអាដាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើជាសាក្សីកម្ពុជានិងថៃបានឯកភាពគ្នា